ង់បានផ្ទះផ្ទះដែលដែលមានមានអាងហែលទឹកអាងទឹកនេះហើយឃើញអត់អញ្ចឹងអាប្រយោគខាងមុខនាមហ្នឹងវានៅតែមកបញ្យលមកបញ្ជាក់ន័យអីឲ្យនាមខាងមុខហ្នឹងនាមមនុស្សនាមផ្ទះដដែលហ្នឹងបើយើងអត់ដាក់ប្រយោគខាងមុខហ្នឹងទេយើងថាយើងចង់បានផ្ទះតើផ្ទះហ្នឹងផ្ទះរបៀបម៉េចផ្ទះបែបណាយើងអត់ដឹងទេមែនទេយើងអត់មានបញ្ជាក់យើងអត់គេអត់ដឹងទេយើងបើយើងប្រាប់គេថាខ្ញុំចូលចិត្តមនុស្សបែបណាគេមិនដឹងមនុស្សរបៀបម៉េចចង់បានផ្ទះបែបណាយើងអត់មានប្រយោគខាងមុខដើម្បីមកបញ្ជាក់ឲ្យគេគឺគេអត់ដឹងទេថាយើងនឹងជាស្រឡាញ់ចូលចិត្តមនុស្សបែបណាចង់បានផ្ទះបែបណាចង់ធ្វើការងារបែបម៉េចអីចឹងទៅហើយអញ្ចឹង